ក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបនៃការ update Windows ពី Windows 10 Pro ទៅជា Windows 11 ដោយសារ Windows បានតម្លាយគឺនៅថ្ងៃទី14 ខែតុលាឆ្នាំ2025 Windows 10នឹងត្រូវបានបញ្ចប់ដោយសារបិទ support ពីក្រុមហ៊ុន Microsoft មិនអាចធ្វើការ update security បានទេអញ្ចឹងយើងត្រូវតែ update វាឡើងវិញគឺចាប់ពី Windows 10 ទៅ11វិញហើយសម្រាប់ Windows 11 ដែលវា support គឺចាប់ពី CPU Core មិនថា Core i5 Core i7 ទេគឺចាប់ពីជំនាន់ទី8ឡើងចាប់ពីជំនាន់ទី8មាន TPM 2.0 ឡើងអូខេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់ជាមួយនឹងប្រភេទជំនាន់ទី8ឡើងគឺបងប្អូនអាច upgrade Windows ពី Windows 10 ទៅ Windows 11 បានដោយចេញពីក្រុមហ៊ុនរបស់ Microsoft តតែម្ដងអូខេអញ្ចឹងដើម្បី update បានយើងទៅតាមដាននៅ computer ទាំងអស់គ្នាដើម្បីយើងធ្វើការ update ចាប់ពី Windows 10 ទៅ Windows 11 បានបងប្អូនជាដំបូងបងប្អូនឆែកទៅលើម៉ាស៊ីនយើងសិនតើម៉ាស៊ីនយើងមានជំនាន់ទី8ដែលឬអត់ហើយអញ្ចឹងដើម្បីឆែកបានបងប្អូនអាចមើលជំនួសនៅផ្លាកនៅលើ laptop ក៏បានឬក៏បងប្អូនចូលទៅកាន់ឆែកទៅលើម៉ាស៊ីនក៏បានដែរដើម្បីឆែកបានបងប្អូនចុច mouse ស្ដាំខាងក្រោមនេះហើយបងប្អូនយកចំណងគេដាក់ Task Manager បាទមកដល់ត្រង់ចំណុចនេះបងប្អូនយកនេះមកចុចតាមខ្ញុំមកបាទហើយកន្លែងនេះគឺយើងឆែកទៅលើ CPU វាគឺ Core i7 8650U មានន័យថាម៉ាស៊ីននេះគឺនៅជំនាន់ទី8តែយើងមើលជំនាន់8ដល់របៀបណាគឺយើងមើលទៅខាងក្បាលនេះបើក្បាលវាលេខ8គឺម៉ាស៊ីនហ្នឹងជំនាន់ទី8ក្បាលលេខ7គឺជំនាន់ទី7ក្បាល9គឺជំនាន់ទី9បើទី10គឺទី10អាហ្នឹងទៅលើការយើងឆែកទៅលើម៉ាស៊ីនយើងសិនហើយរាល់ការអាប់ដេតទាំងអស់គឺវាមានច្រើនរបៀបមិនថាបងប្អូនអាប់ដេតដោយផ្ទាល់ឬក៏ឈូសដាក់ទេគឺអាចអាប់ដេតបានដូចគ្នាអញ្ចឹងដើម្បីអាប់ដេតបានដោយសារម៉ាស៊ីននេះវា support ជាមួយនឹង Windows 11ហើយអញ្ចឹងអាប់ដេតបានបងប្អូនចូលទៅកាន់ setting អញ្ចឹងជាដំបូងបងប្អូនចូលទៅផ្នែកខាងក្រោមនេះគេដាក់ start menu របស់ Windows ហ្នឹងបាទអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងមួយហើយបងប្អូនយករូបចង់កង់ចាក់នេះគេដាក់ settingអូខេអញ្ចឹងចូលទៅកាន់ setting ហើយបន្ទាប់មកបងប្អូនចូលទៅកាន់គេដាក់នេះបងប្អូនWindows នេះគេដាក់ update and security ហើយគេដាក់ Windows update អីហ្នឹង recovery អីគឺមាននៅនឹងទាំងអស់ backup អីហ្នឹងអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមួយហើយបន្ទាប់មកបងប្អូនរងចាំបន្តិចគឺបងប្អូនស្វែងរកថានេះគេដាក់ Windows 11 version 24H2 បាទអានេះគឺក្រុមហ៊ុន Microsoft បានតម្លាក់ផ្ទាល់តែម្ដងទៅលើម៉ាស៊ីន Windows 10 នេះហើយបើបងប្អូនអត់មានលោតដូចរបស់ខ្ញុំនេះទេគឺបងប្អូនអាចឆែកលើការ update នេះឲ្យអស់សិនមុននឹងយើងនៅពេលដែលយើងឆែក update អស់គឺក្រុមហ៊ុន Microsoft នឹងតម្លាក់ជាមួយនឹង Windows 11ឲ្យយើងធ្វើការ install update តតែម្ដងហើយកន្លែងនេះគឺបញ្ជាក់នៅពេលដែលបងប្អូនធ្វើការ update ជាមួយនឹង Microsoft តគឺអត់មានបាត់បង់ឯកសារឬក៏កម្មវិធីអីទេមិនថានៅត្រៃ C ឬក៏ត្រៃ D អីទេអានេះយើង update ដោយផ្ទាល់ចេញពីក្រុមហ៊ុនតែម្ដងឬក៏បងប្អូនដែលមិនទុកចិត្តបងប្អូនអាច copy ឯកសារទុកក៏បានដែរតែខ្ញុំបានសាកល្បងហើយគឺខ្ញុំ update ផ្ទាល់ពីក្រុមហ៊ុន Microsoft គឺមិនមានបាត់បង់ឯកសារទេលុះតែយើងទៅ install ចេញពីខាងក្រៅឬក៏ boot តាម flash អីហ្នឹងគឺវានឹងបាត់ឯកសារនៅត្រៃ C ហើយចំពោះបងប្អូនដែលគាត់មិនមាន support ជាមួយនឹង Windows 11ក៏មិនអីដែរខ្ញុំនឹងចេញវីដេអូមួយទៀតទៅលើការ boot តាម flash ផងដែរអញ្ចឹងថ្ងៃនេះខ្ញុំមកនិយាយអំពីការ boot ដោយផ្ទាល់ចេញពីក្រុមហ៊ុន Microsoft តែម្ដងអូខេអញ្ចឹងដើម្បីបងប្អូនធ្វើការ install បានគឺបងប្អូនត្រូវមានចំណងអ៊ីនធឺណិតដែលអាចដើរលឿនហើយនឹង run ជាមួយនឹងប្រភេទហ្នឹងបានមួយទៀតទៅលើការឆែកទៅលើទំហំ HD របស់យើងគឺយើងត្រូវតនេឲ្យបានច្រើនចន្លោះពី 20G ទៅ 50G ផងដែរដើម្បីដាក់នៅត្រៃ C ដើម្បីវា update បានអូខេអញ្ចឹងយើងដើម្បី install Windows 11បានបងប្អូនចូលកន្លែងលើនេះគឺវាដាក់ឲ្យយើង install តែម្ដងអញ្ចឹងយើងធ្វើការចុច install ហើយកន្លែងនេះបងប្អូនចុចជាមួយនឹងមួយមកបាទអញ្ចឹងគឺបងប្អូនអាចចាំបន្តិចវានឹងកំពុងតែធ្វើការ download Windows 11ដោយផ្ទាល់ចេញពីក្រុមហ៊ុន Microsoft តែម្ដងហើយកន្លែងនេះគឺវាលឿននឹងយឺតទៅតាមអ៊ីនធឺណិតរបស់បងប្អូនអញ្ចឹងខ្ញុំធ្វើការ install វាចោលតែម្ដងបងប្អូនអរគុណខ្ញុំបន្ទាប់ពីខ្ញុំបានធ្វើការ update ពេញហើយអស់ 100% ហើយគឺវានឹង load មកហើយបងប្អូនគាត់នឹងចុច next តាមវាទៅគឺអាចប្រើប្រាស់ជាមួយនឹង Windows 11ហើយអូខេនេះគឺជាការរុករាងនៃ Windows 11គឺបងប្អូនអាច update ទៅលើវាបន្ថែមទៀតបានដោយចូលទៅកាន់ setting ដូចគ្នាហើយបងប្អូនយក Windows update បាទហើយត្រង់ចំណុចនេះបងប្អូនអាចធ្វើការ download ជាមួយនឹង Windows បន្ថែមទៀតឲ្យវា full ជាមួយនឹង
driver វាហ្នឹងគឺយើងអាចប្រើប្រាស់ដោយលឿនបានហើយអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេកុំភ្លេចចុច like subscribe អ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗទៀតពីរូបខ្ញុំបាទហើយវីដេអូបន្ទាប់គឺខ្ញុំនិយាយអំពីការ update ទៅលើ Windows 11ដោយប្រើចំណាប់ Flash boot ម្ដង